có thôi dương trong tinh skin 1004 នេះមកអញ្ចឹងយើងចុចលើវាមកនៅក្នុងនោះគឺវាបង្ហាញយើងមានតែជាតម្លៃហើយនេះក៏មានអត្ថប្រយោជន៍មួយចំនួនដែលយើងអាចមើលបានដែរបាទសួស្តីអ្នកទាំងអស់គ្នានេះគឺជារបៀបទិញផលិតផល skin care នៅក្នុង app សម្រស់ជាដំបូងអ្នកទាំងអស់គ្នាត្រូវចូលទៅកាន់ app សិនអញ្ចឹងយើងចូលលើវាមកចាំតិចដើម្បីឲ្យវាដើរអូខេដើម្បីទិញ skin care គឺយើងចូលទៅកាន់ category skin care មកចុចលើវាប៉ោះមួយមកបន្តមកទៀតនៅក្នុង skin care ហ្នឹងគឺវាបង្ហាញ category ផ្សេងៗទៀតមានដូចជា foam មានដូចជា toner មានដូចជា serum មានដូចជា sun care sunscreen ហ្នឹងមានប្រភេទ moisturizer ជា cream លាបជប់ហ្នឹង night cream ហ្នឹងមានប្រភេទ mask scrub mist ហើយយើង scroll មកខាងនេះទៀតវាមានដូចជា patch cotton pad ហើយនិង set ឥឡូវបើសិនជាយើងចង់ទិញផលិតផលណាមួយឥឡូវឧទាហរណ៍យើងចង់ទិញ serum យើងចូលទៅកាន់ category serum មកដើម្បីទិញបានយើងគ្រាន់តែរកផលិតផលណាដែលយើងចង់ទិញឥឡូវឧទាហរណ៍ថាយើងចង់ទិញserum មួយនេះ serum នេះសិនដើម្បីចែកមើលបើថាយើងចង់ទិញskin 1004នេះមកអញ្ចឹងយើងចុចលើវាមកនៅក្នុងនោះគឺវាបង្ហាញយើងមានតែជាតម្លៃហើយនេះក៏មានអត្ថប្រយោជន៍មួយចំនួនដែលយើងអាចមើលបានដែរតម្លៃវាគឺ 10.80 សេនហើយចំណុះវាមាន 100ml អញ្ចឹងយើងគ្រាន់តែ add វាចូលនៅកន្ត្រកមក add to cart មកដល់ពេល add ហើយអ្នកនរបើសិនជាចង់ទិញផលិតផលបន្ថែមគឺយើងអាច scroll មើលបានឥឡូវយើងចង់ទិញប្រភេទ moisturizer មានន័យថា cream លាបជប់អូខេអញ្ចឹងយើងឧទាហរណ៍យើងចង់ទិញដងសង្អញ្ចឹងយើងចុចលើវាមកអញ្ចឹងផលិតផលនេះគឺមានតម្លៃបញ្ចុះរួចសល់ 15.60 សេនហើយចំណុះវាគឺ 70 ក្រាមឥឡូវយើងចាប់ដល់ធ្វើការ add ចូលកន្ត្រកមកបន្ទាប់ពី add រួចគឺអ្នកនរគ្នាថយក្រោយដើម្បីចូលទៅកាន់កន្ត្រកយើងអញ្ចឹងយើងចូលទៅកាន់ tab មកអូខេអញ្ចឹងអ្នកនរគ្នានឹងឃើញផលិតផលពីរដែលយើងបាន add ហ្នឹងណាអញ្ចឹងបើសិនជាយើងចង់ទិញយើងគ្រាន់តែ tick លើវាមកផលិតផលដែលយើងចង់ទិញហ្នឹងបើសិនយើងអត់ចង់ទិញយើងចុចសញ្ញាដកទៅចុចសញ្ញាដកបែបនេះយើងចុច delete ទៅគឺវាលុបផលិតផលនឹងចោលវិញហើយអញ្ចឹងយើងចង់ទិញពីមុខហ្នឹងយើងទិញហើយយើងចុចពាក្យថា check out នៅក្នុងផ្ទាំងមួយនេះគឺយើងបំពេញជាមួយនឹងអាសយដ្ឋានអញ្ចឹងយើងចុចមកអូខេអញ្ចឹងវាបង្ហាញបែបហ្នឹងយើងចុចលើពាក្យថា address ទៀតមកអូខេអ្នកនរគ្នានៅពេលដែលវាចេញបែបហ្នឹងមានន័យថាបើសិនយើងចង់ឲ្យអ្នកដឹកទៅកាន់ទីតាំងដែលយើងកំពុងកំងហ្នឹងយើងមិនចាំធ្វើអីវាទេយើងគ្រាន់តែចុចពាក្យថា choose location មកបន្តមកទៀតវាចេញបែបហ្នឹងអូខេអញ្ចឹងយើងចុចពាក្យថា submit មកអូខេឥឡូវយើងបញ្ជាក់ចុងក្រោយយើងយកពីផលិតផលហ្នឹងហើយតម្លៃយើងទាំងអស់គឺ$33ថ្លៃទឹក$1កន្លះហើយបញ្ចុះតម្លៃ 6.6 យើងសល់តែ 27.90 សេនទេអញ្ចឹងយើងចុចពាក្យថា continue to payment មកក្នុងការ payment យើងទូទាត់យើងមាន2តាម cash on delivery 1ហើយនិងតាម ABA QR 1អញ្ចឹងបើសិនជាយើងនៅភ្នំពេញយើងយកពាក្យថា cash on delivery មកអញ្ចឹង cash on delivery មានន័យថានៅពេលដែលផលិតផលទៅដល់ដៃទើបយើងទូទាត់លុយបើសិនជាយើងនៅតាមខេត្តយើងយកពាក្យថា ABA QR KX QR មកហើយយើងចុចពាក្យថា check out មកអញ្ចឹងវានឹងរត់ទៅអូតូទៅកាន់ធនាគាររបស់យើងក្នុងករណីដែលយើងមាន ABA ប៉ុន្តែបើសិនជាក្នុងទូរស័ព្ទយើងអត់មាន ABA ទេវានឹង pop up ជាមួយនឹង QR code មួយដើម្បីយើង scan ពីធនាគារផ្សេងទៅអញ្ចឹងយើងឧទាហរណ៍យក cash on delivery មកហើយយើងគ្រាន់តែចុច check out មកអូខេអញ្ចឹងការបញ្ជាទិញរបស់យើងគឺទទួលបានជោគជ័យហើយយើងរងចាំនៅការរៀបចំផលិតផលហើយនឹងដឹកជញ្ជូនជូនយើងអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដាន